អូនមានអារម្មណ៍បែបម៉េចនៅពេលដែលមកដល់ទីក្រុងភ្នំពេញដំបូងសូម្បីតែញាតិមិត្តហ្នឹងក៏មិនទទួលឲ្យស្នាក់នៅដែរបងប្អូនរឿងដែលគួរឲ្យខ្លាចបំផុតហ្នឹងគឺមកដល់ទីក្រុងភ្នំពេញដំបូងហ្នឹងរកកន្លែងស្នាក់នៅអត់បានអញ្ចឹងសំណួរសួរថាត្រឡប់ទៅផ្ទះនៅខេត្តវិញឬក៏រកកន្លែងស្នាក់នៅជាបន្តចាអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកនៅថ្ងៃនេះគឺចង់ឲ្យបងប្អូនដែលជាស្ត្រីហ្នឹងសូមកុំបោះបង់ចោលក្តីសុបិនខ្លួនឯងត្រូវស្វែងរកផ្ទះនៅបន្តទៀតអញ្ចឹងខ្ញុំមានគន្លឹះ3ដែលអាចឲ្យបងប្អូនទាំងអស់គ្នារកទីកន្លែងស្នាក់នៅបន្តការសិក្សាបានហើយជាកន្លែងសុវត្ថិភាពហើយអាចឲ្យបងប្អូនបំពេញក្តីសុបិនបានចាកន្លឹះទី1គឺរកផ្ទះជួលពីព្រោះឥឡូវហ្នឹងមានផ្ទះជួលជាច្រើនដែលគេសាងសង់ហើយមានតម្លៃសមរម្យនៅក្នុងទីក្រុងភ្នំពេញរបស់យើងហ្នឹងហើយមាននៅជាច្រើនចិត្តសាលារៀនដែរទី2គឺបងប្អូនអាចជួលផ្ទះល្វែងមួយល្វែងដែលផ្ទះហ្នឹងគឺបងប្អូនអាចចែករំលែកជាមួយនឹងមិត្តភ័ក្តិដែលមករៀនពីខេត្តជាមួយគ្នាឬក៏រៀនថ្នាក់ជាមួយគ្នាអញ្ចឹងចំណាយវាកាត់បន្ថយទី3គឺកុំបោះបង់នឹងការដើរសុំគេបងប្អូនអាចដើរសុំមិត្តភ័ក្តិឬក៏មិត្តភ័ក្តិឪពុកម្ដាយបងប្អូនបានហេតុអីបានខ្ញុំនិយាយបែបនេះអញ្ចឹងខ្ញុំចែករំលែកពីបទពិសោធន៍របស់ខ្ញុំពេលខ្ញុំមកដល់ភ្នំពេញដំបូងចាពេលមកដល់ហ្នឹងគឺប៉ាម៉ាក់ខ្ញុំដឹកខ្ញុំទៅរកផ្ទះបងប្អូនញាតិមិត្តតែរកអត់បានមួយសោះពីព្រោះគេអត់មានកន្លែងឲ្យយើងស្នាក់នៅខ្ញុំគិតថាគេមិនចិត្តអាក្រក់ទេប៉ុន្តែគេអត់មានបន្ទប់ទំនេរឬក៏គេខ្លាចសុវត្ថិភាពយើងជាស្ត្រីជាកូនស្រីណាបងប្អូនដូច្នេះឪពុកម្ដាយខ្ញុំក៏បានសម្រេចចិត្តដើររកទីផ្ទះដែលមិត្តភ័ក្តិរបស់គាត់ប៉ាក៏រកផ្ទះមិត្តភ័ក្តិគាត់ម៉ាក់ក៏រកផ្ទះមិត្តភ័ក្តិគាត់ទីបំផុតទេវតាជួយម៉ាក់បានរកផ្ទះមិត្តភ័ក្តិគាត់ម្នាក់ខ្ញុំបានស្នាក់នៅរៀនសូត្រដើម្បីត្រៀមប្រឡងមហាវិទ្យាល័យចានេះគឺជាលទ្ធផលនៃការតស៊ូមិនបោះបង់